ដោយសារតែ admin សណ្ដែកខៀវមានបញ្ហាសុខភាពចឹងហើយក៏មិនអាចថតសម្លេងដោយផ្ទាល់បានទេដូច្នេះហើយខ្ញុំមានឈ្មោះថាចောက်មានសម្លេងសាដៀវគាត់មកជំនួសក្នុងវីដេអូនេះសង្ឃឹមថាអ្នកទាំងគ្នាពេញចិត្តតោះយើងចាប់ផ្ដើមជំរាបសួរអ្នកទាំងអស់គ្នាពេលនេះ admin សូមលើក anime មួយមានចំណងជើងថា Witch Hat Atelier មកសង្ខេបជូនអ្នកទាំងអស់គ្នាទស្សនារឿងនេះចាប់ផ្ដើមនៅក្នុងពិភពមួយដែលវេទមន្តគឺជាអ្វីដែលអស្ចារ្យហើយមានតែមនុស្សមួយចំនួនតូចដែលកើតមកមានទេពកោសល្យពីកំណើតប៉ុណ្ណោះទើបអាចប្រើវាបានកូកូគឺជាក្មេងស្រីម្នាក់ដែលរស់នៅជាមួយម្ដាយនិងធ្វើការជាជាងកាត់ដេរទោះបីជានាងមិនមែនជាអ្នកមានវេទមន្តក៏ដោយក៏នាងនៅតែមានក្តីស្រមៃចង់ក្លាយជាអ្នកប្រើវេទមន្តដែរកាលពីក្មេងនាងធ្លាប់ទទួលបានសៀវភៅវេទមន្តនិងដំបងវេទមន្តពីអាផ្ធ្មប់អាថ៌កំបាំងម្នាក់ប៉ុន្តែដោយសារតែនាងគ្មានទេពកោសល្យនាងមិនអាចប្រើវាបានឡើយជីវិតរបស់កូកូបានផ្លាស់ប្ដូរនៅពេលដែលអ្នកប្រើវេទមន្តម្នាក់ឈ្មោះ Keyfree បានមកដល់ហាងកាត់ដេររបស់នាងដើម្បីទិញក្រណាត់នៅថ្ងៃនោះមានឧបទ្ទវហេតុមួយកើតឡើងចំពោះរទេះសេះហោះរបស់ភ្ញៀវហើយ Keyfree បានប្រើវេទមន្តដើម្បីជួសជុលវាទោះបីជា Keyfree បានហាមឃាត់មិនឲ្យនរណាម្នាក់លួចមើលការប្រើវេទមន្តរបស់គាត់ក៏ដោយប៉ុន្តែដោយសារការចង់ដឹងចង់ឃើញខ្លាំងពេក Coco បានលួចមើលនាងបានដឹងការពិតដ៏គួរឲ្យភ្ញាក់ផ្អើលមួយថាវេទមន្តមិនមែនផ្អែកលើការកើតមកមានទេពកោសល្យនោះទេប៉ុន្តែវាគឺជាសិល្បៈនៃការគូរគំនូរសញ្ញា runes ដោយប្រើទឹកខ្មៅពិសេសបន្ទាប់ពី Keyfree ចាក់ចេញទៅ Coco ដែលរំភើបនឹងអ្វីដែលខ្លួនបានឃើញក៏បានសម្រេចចិត្តសាកល្បងគូរតាមសៀវភៅវេទមន្តចាស់ដែលនាងមានប៉ុន្តែដោយភាពខ្វះការយល់ដឹងនិងភាពភ័យខ្លាចខ្លាំងពេកនាងបានគូរអក្ខរាវិរុទ្ធហាមឃាត់មួយដោយអចេតនាអក្ខរាវិរុទ្ធនោះបានបង្កជាគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរវាបានប្រែក្លាយផ្ទះរបស់នាងទៅជាផ្កាគ្រីស្តាល់ហើយធ្វើឲ្យម្ដាយរបស់នាងត្រូវជាប់គាំងនៅក្នុងគ្រីស្តាល់នោះ Keyfree បានត្រឡប់មកជួយសង្គ្រោះ Coco ភ្លាមៗគាត់មានបំណងចង់លុបការចងចាំរបស់ Coco ដើម្បីការពារអាថ៌កំបាំងនៃវេទមន្តប៉ុន្តែគាត់បានឃើញថា Coco មានសក្តានុពលនិងជាតម្រុយតែមួយគត់ដើម្បីស្វែងរកអាផ្ធ្មប់អាថ៌កំបាំងដែលបានឲ្យសៀវភៅវេទមន្តខុសច្បាប់ដល់នាងដើម្បីជួយសង្គ្រោះម្ដាយរបស់ Coco និងស៊ើបអង្កេតរឿងនេះ Keyfree បានសម្រេចចិត្តទទួលយក Coco ជាសិស្សរបស់គាត់ Coco ត្រូវចាកចេញពីផ្ទះដើម្បីចាប់ផ្ដើមរៀនវេទមន្តពីសូន្យក្នុងនាមជាកូនសិស្សរបស់ Keyfree ជាមួយនឹងក្តីសង្ឃឹមថានឹងអាចរកវិធីជួយម្ដាយរបស់នាងឲ្យត្រឡប់មកដូចដើមវិញអាថ៌កំបាំងនៃពិភពលោកការប្រើប្រាស់វេទមន្តត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយក្រុមអ្នកប្រើវេទមន្តដើម្បីកុំឲ្យមនុស្សទូទៅដឹងពីវិធីសាស្ត្រនេះហេតុផលរបស់ Keyfree គាត់មិនមែនគ្រាន់តែអាណិត Coco នោះទេប៉ុន្តែគាត់ត្រូវការ Coco ដើម្បីតាមចាប់ក្រុមអាបធ្មប់ដែលប្រើប្រាស់វេទមន្តខុសច្បាប់ Brimcap បន្ទាប់ពីបានចាក់ចេញពីផ្ទះ Coco ត្រូវបាន Keyfree នាំទៅកាន់សិក្ខាសាលាផ្ទាល់ខ្លួនរបស់គាត់ដែលជាកន្លែងដែលគាត់រស់នៅនិងបង្រៀនសិស្សនៅទីនេះ Coco បានជួបជាមួយកូនសិស្ស3នាក់ផ្សេងទៀតរបស់ Keyfree រួមមាន Agot ក្មេងស្រីដែលមានទេពកោសល្យខ្ពស់ម៉ឺងម៉ាត់និងមើលទៅហាក់ដូចជាមិនសូវចូលចិត្ត Coco Tetia ក្មេងស្រីដែលមាននិស្ស័យរីករាយនិងចិត្តល្អ Richie ក្មេងប្រុសដែលហាក់ដូចជាមានភាពជឿជាក់លើខ្លួនឯងខ្ពស់ Keyfree ចាប់ផ្ដើមបង្រៀន Coco អំពីគោលការណ៍សំខាន់បំផុតនៃវេទមន្តវេទមន្តមិនមែនជាការបង្កប់បញ្ជាធម្មជាតិទេប៉ុន្តែវាជាការសរសេរអ្វីដែលអ្នកចង់ឃើញឲ្យចេញជារូបរាងគាត់បញ្យល់ថាការគូរអក្ខរាវិរុទ្ធទាមទារនូវភាពច្បាស់លាស់និងការផ្ដោតអារម្មណ៍ប្រសិនបើគូរខុសតែបន្តិចឬខ្វះភាពប្រុងប្រយ័ត្នវានឹងបង្កគ្រោះថ្នាក់ដោយករណីម្ដាយរបស់ Coco អញ្ចឹង Keyfree បានផ្ដល់កិច្ចការដំបូងដល់សិស្សទាំងអស់ការគូរអក្ខរាវិរុទ្ធបង្កើតពន្លឺសិស្សដទៃទៀតបានធ្វើវាដោយភាពស្ទាត់ជំនាញរីឯ Coco ដែលសារនាងធ្លាប់តែគូររូបធម្មតាហើយមិនធ្លាប់ដឹងពីរបៀបប្រើទឹកខ្មៅវេទមន្តនាងមានការលំបាកយ៉ាងខ្លាំងឯកូតបានមើលងាយនាងដោយចាត់ទុកថា Coco មិនស័ក្តិសមនឹងមកទីនេះប៉ុន្តែនៅក្នុងពេលដែល Coco កំពុងព្យាយាមហ្វឹកហាត់នាងបានបង្ហាញពីការតាំងចិត្តដ៏មុតមាំនាងមិនបានបោះបង់ចោលទេទោះបីជាដៃរបស់នាងប្រឡាក់ដោយទឹកខ្មៅពេញខ្លួនក៏ដោយនាងចាប់ផ្ដើមយល់ថាជំនាញកាត់ដេរដែលនាងធ្លាប់រៀនពីម្ដាយមានចំណុចខ្លះអាចយកមកអនុវត្តក្នុងការគូរអក្ខរាវិរុទ្ធបាននេះបានសង្កត់ធ្ងន់ទៅលើភាពខុសគ្នារវាង Coco និងសិស្សដទៃទៀតសិស្សដទៃទៀតរៀនដោយប្រើទ្រឹស្ដីនិងការចងចាំប៉ុន្តែ Coco រៀនដោយប្រើបេះដូងនិងការស្រមៃ Keyfree បានសង្កេតឃើញថាវិធីសាស្ត្ររបស់ Coco មានលក្ខណៈពិសេសមួយដែលគាត់មិនធ្លាប់ឃើញពីមុនមកផ្លូវឆ្ពោះទៅរកការក្លាយជាអាផ្ធ្មប់ពិតប្រាកដរបស់ Coco មិនមែនជារឿងងាយស្រួលនោះទេនាងត្រូវប្រឈមមុខនឹងទាំងសម្ពាធនៃការសិក្សានិងការមាក់ងាយពីមិត្តរួមថ្នាក់បន្ទាប់ពីបានរៀនមូលដ្ឋានគ្រឹះមួយចំនួន Keyfree បានសម្រេចចិត្តដាក់ការសាកល្បងមួយដល់សិស្សទាំង4នាក់ដើម្បីវាយតម្លៃសមត្ថភាពនិងការសម្រេចចិត្តរបស់ពួកគេត្រូវទៅកាន់ព្រៃនៃទីក្រុងស្ងាត់ Forest of the Silent ដើម្បីប្រមូលយកវត្ថុមួយចំនួនដែលចាំបាច់សម្រាប់កិច្ចការវេទមន្តនៅពេលចូលទៅក្នុងព្រៃ Agot នៅតែបង្ហាញអាកប្បកិរិយាមិនពេញចិត្តចំពោះ Coco នាងចាត់ទុកថា Coco គឺជាមនុស្សធម្មតាដែលគ្មានចំណេះដឹងហើយការដែលមានវត្តមាន Coco នៅទីនេះគឺអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃក្នុងអំឡុងពេលធ្វើដំណើរឧបសគ្គបានកើតឡើងផ្លូវដែលពួកគេដើរទៅបានរារាំងដោយវេទមន្តអន្ទាក់ឬកម្លាំងអាថ៌កំបាំងនៅក្នុងព្រៃដោយសារតែកង្វះបទពិសោធន៍ Coco ស្ទើរតែធ្វើឲ្យខ្លួនឯងមានគ្រោះថ្នាក់ម្ដងដែលធ្វើឲ្យ Agot កាន់តែខឹងសម្បារក្នុងអំឡុងពេលសាកល្បងពួកគេបានប្រទះឃើញសត្វវេទមន្តមួយប្រភេទដែលកំពុងមានបញ្ហាសិស្សដទៃទៀតបានព្យាយាមប្រើវេទមន្តដែលពួកគេធ្លាប់រៀនដើម្បីដោះស្រាយតាមក្បួនខ្នាតប៉ុន្តែវាមិនបានផល Coco ដែលមានភាពច្នៃប្រឌិតនិងការគិតខុសពីគេដោយសារនាងធ្លាប់ជាជាងកាត់ដេរបានប្រើវិធីសាស្ត្រដែលអ្នកប្រើវេទមន្តធម្មតាមិនដែលគិតដល់នាងបានប្រើការកាត់ដេរនិងការដេរភ្ជាប់តាមបែបសិល្បៈច្នៃប្រឌិតដើម្បីជួសជុលឬដោះស្រាយបញ្ហានៃអក្ខរាវិរុទ្ធនោះការសម្រេចចិត្តរបស់ Coco មិនត្រឹមតែជួយសង្គ្រោះសត្វនោះប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយសិស្សដទៃទៀតឲ្យរួចផុតពីស្ថានភាពលំបាកផងដែរទោះបីជា Agot នៅតែរក្សា
ភាពតឹងរឹងក៏ដោយក៏នាងចាប់ផ្ដើមមើលឃើញថាកូកូមានគំនិតច្នៃប្រឌិតដែលនាងផ្ទាល់មិនមានចំណែកឯ Q Frey ដែលកំពុងតាមដានពីចម្ងាយបានឃើញនូវភាពជោគជ័យរបស់ Coco ហើយគាត់កាន់តែជឿជាក់ថាការសម្រេចចិត្តយក Coco មកបង្រៀនគឺជារឿងត្រឹមត្រូវក្នុងអំឡុងពេលដើរទិញទំនិញមានក្រុមមនុស្សមួយក្រុមដែលមើលទៅមានអាថ៌កំបាំងដែលអ្នកមើលនឹងដឹងថាជាក្រុមដែលមានទំនាក់ទំនងជាមួយ Brim Caps បានបង្ហាញខ្លួនពួកគេបានព្យាយាមប្រើអក្ខរាវិរុទ្ធដែលបង្កភាពវឹកវរនៅក្នុងទីក្រុងដើម្បីទាក់ទាញចំណាប់អារម្មណ៍ឯក៏ដោយសារតែការចង់បង្ហាញសមត្ថភាពនិងការចង់ការពារកិត្តិយសរបស់នាងបានប្រញាប់ប្រញាល់ចូលទៅដោះស្រាយបញ្ហានោះដោយខ្លួនឯងដោយមិនបានរងចាំការបញ្ជាពី Q Frey នេះគឺជាកំហុសធំមួយនាងប្រើវេទមន្តយ៉ាងខ្លាំងក្លាដើម្បីទប់ទល់នឹងអក្ខរាវិរុទ្ធខ្មៅនោះប៉ុន្តែដោយសារតែកំហឹងនិងការភ័យខ្លាចនាងក៏ចាប់ផ្ដើមបាត់បង់ការគ្រប់គ្រងឃើញមិត្តរួមថ្នាក់របស់ខ្លួនកំពុងធ្លាក់ក្នុងគ្រោះថ្នាក់Cocoដែលតែងតែមានការសង្កេតល្អបានឃើញចំណុចខ្សោយនៃអក្ខរាវិរុទ្ធដែលក្រុមអាថ៌កំបាំងនោះប្រើដោយមិនខ្លាចនឿយហត់និងដោយប្រើវិធីសាស្ត្រក្រៅប្រអប់របស់នាងCocoបានចូលទៅជួយ Argot ទាន់ពេលវេលាពួកគេបានសហការគ្នាទោះបីជា Argot មិនសូវពេញចិត្តនៅពេលដំបូងដើម្បីបិទអក្ខរាវិរុទ្ធហាមឃាត់នោះ Q Frey បានមកដល់ទាន់ពេលដើម្បីបញ្ចប់បញ្ហាប៉ុន្តែគាត់បានស្ដីបន្ទោស Argot យ៉ាងខ្លាំងចំពោះការធ្វេសប្រហែសក្នុងការសម្រេចចិត្តតែម្នាក់ឯងរីឯ Coco ចាប់ផ្ដើមយល់ថាពិភពនៃវេទមន្តមិនមែនមានតែរឿងអស្ចារ្យនោះទេប៉ុន្តែវាពោរពេញដោយគ្រោះថ្នាក់ដែលហូបព័ទ្ធជុំវិញពួកគេទំនាក់ទំនងរវាង Coco និង Argot ចាប់ផ្ដើមផ្លាស់ប្ដូរពីការស្អប់ខ្ពើមទៅជាការគោរពគ្នាបន្តិចម្ដងបន្ទាប់ពីការរួមគ្នាដោះស្រាយបញ្ហាតម្រុយអំពីសត្រូវសកម្មភាពរបស់ក្រុមអាថ៌កំបាំងក្នុងភាគនេះបានបញ្ជាក់ថា Brim Cap កំពុងចាប់ផ្ដើមតាមដានសកម្មភាពរបស់ Q Frey និងសិស្សរបស់គាត់ Argot មានអារម្មណ៍ថាខ្លួនឯងបរាជ័យហើយនាងចាប់ផ្ដើមដកខ្លួនចេញពីមិត្តរួមថ្នាក់ភាគនេះផ្ដោតលើការផ្សះផ្សានិងការយល់ដឹងពីអត្ថន័យពិតនៃអំណាចរបស់វេទមន្តបរិយាកាសនៅក្នុងសិក្ខាសាលារបស់ Q Frey មានភាពតឹងតែង Argot នៅតែបន្តបន្ទោសខ្លួនឯងនិងមានអារម្មណ៍មិនសប្បាយចិត្តដែល Coco អាចជួយនាងបានខណៈដែលនាងជាសិស្សដែលមានបទពិសោធន៍យូរនាងមានអារម្មណ៍ថាសមត្ថភាពរបស់នាងមិនមែនជាការទេពកោសល្យពីកំណើតដោយដែលមនុស្សគ្រប់គ្នាគិតនោះទេប៉ុន្តែវាគឺជាលទ្ធផលនៃការវឹកហាត់ដ៏តឹងរ៉ឹងនិងការភ័យខ្លាចក្នុងការបរាជ័យ Q Frey បានសម្រេចចិត្តបង្រៀនមេរៀនសំខាន់មួយដល់សិស្សទាំងអស់វេទមន្តមិនមែនជារបស់របរដែលយកមកបង្ហាញអំណាចនោះទេប៉ុន្តែវាជាឧបករណ៍សម្រាប់ជួយអ្នកដទៃគាត់បានបង្ហាញដល់សិស្សថាអក្ខរាវិរុទ្ធមិនមែនគ្រាន់តែជាការគួរឲ្យស្អាតឬលឿននោះទេប៉ុន្តែវាទាមទារនូវភាពស្មោះត្រង់ចំពោះអ្វីដែលអ្នកចង់សម្រេចក៏បានព្យាយាមចូលទៅជិត Argot ដើម្បីសុំទោសនិងពន្យល់ពីចេតនារបស់នាងនៅក្នុងកិច្ចសន្ទនានេះ Argot បានសារភាពពីភាពមិនជឿជាក់លើខ្លួនឯងរបស់នាងក៏ដែលមានភាពទន់ភ្លន់និងការយល់ចិត្តបានធ្វើឲ្យ Argot ដឹងថាការមានទេពកោសល្យឬការសិក្សាយូរមិនមែនជាអ្វីដែលសំខាន់បំផុតនោះទេការចង់ជួយអ្នកដទៃដោយចិត្តបរិសុទ្ធគឺជាចំណុចខ្លាំងបំផុតដែលអ្នកប្រើវេទមន្តម្នាក់គួរមានសម្រាប់រឿងនេះដែរ admin សូមចាប់ត្រឹមនេះសិនបើគិតថារឿងនេះល្អមើលកុំភ្លេចចុច like និង subscribe ម្នាក់មួយផង admin ជូនពរឲ្យអ្នកទាំងអស់គ្នាសុខភាពល្អនិងរៀនពូកែយើងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ